ចេះតែមានហ្មងយកត្រឡោក160មកដាក់125កើតដែរហើយបងប្អូនជាងយើងគិតតែជីកើតមែន Honda PCX 012ដែលមានបញ្ហាញ័រក្បាលញ័រគូតញ័រកតុយខ្លាំងណាស់ហើយបងប្រុសក៏បានឲ្យជាងគេជួសជុលនៅក្បែរផ្ទះតែក៏ការធ្វើឲ្យមកដូចជាមិនស្រួលជីសោះមើលតែគ្រឿងបន្លាបរៀងថ្មីទាំងអស់ហើយឥឡូវមកដល់ផ្ទះខ្ញុំគឺមិនទុកទេគឺខ្ញុំដាក់ស្បែកល្អត្រឡោកល្អហើយខ្សែពៀនក៏ខ្ញុំដូរចេញដែរហើយបងប្អូនមើលចានឃ្លីរបស់វានៅស្អាតចេះតែម្ដងទេនៅថ្មីណាស់វាគ្មានកលៈសូម្បីតែបន្តិចហើយឲ្យវាកលៈមិនទៅបើម៉ូតូវាតែម្ដងតែក៏ខ្ញុំវាអត់យល់ថាវិធីបាទយកត្រឡោក160មកដាក់125ហ្នឹងបងប្អូនជាម៉ូតូទាំងអស់គ្នាពេលខ្លះបងប្អូនការកែច្នៃរបស់យើងគឺធ្វើឲ្យយើងដាច់ម៉ួយនោះទេបងប្អូនដោយសារតែការកែច្នៃជួនជីកើតជួនជីមិនកើតបើជីកើតគេទៅសើថាជីកើតអីអស់លុយតិចតែបើជីមិនកើតទេគេថាយើងធ្វើមិនកើតទេហើយក៏កលែងធ្វើកន្លែងយើងទៀតដែរមើលចោះបងប្អូនត្រឡោកប៉ុណ្ណាណៃហើយស្បែកវានៅក្រាស់ខ្មឹកតែក៏បាច់និយាយទេវាជាញ័រខមូលតែប៉ាបន្តិចហ្នឹងញ័រទ្រឹលតែបើជីលឿនគឺវាមិនសូវអីទេតែណាស់តែយឺតតែប៉ាដបូនហ្នឹងតើនិយាយស្មោះត្រង់តើបងប្អូនម៉ូតូនេះខូចតិចខ្ញុំធ្វើតិចខូចច្រើនខ្ញុំធ្វើច្រើនដូចអាចារ្យឃ្លីរបស់គាត់ចានដង្ហើរបស់គាត់នៅស្អាតគឺខ្ញុំមកដូរទេខ្ញុំដូរតែស្បែកត្រឡោកខាងខ្សែពៀនតែប៉ុណ្ណោះម៉ូតូនេះបងប្អូនពេលដែលខ្ញុំជួសជុលហើយគឺស្រួលជិះមែនតើឡើងនៅប៉ាដបងវាស្មូតវាស្មើវាស្អាតវាស្រួលជិះហើយតែស្រួលជាជាងនាំសុំហៅគាត់គិតលុយហ៎បងប្អូនហើយក៏បបួលបងប្រុសដាក់ចាក់មកយូរដែរតែបងប្អូនដឹងថាបងប្រុសគាត់ថាមកយត់បងប្រុសគាត់ថាគាត់ឈប់ដាក់ចាក់ចិត្តមួយឆ្នាំហើយគាត់ថាពីមុនសមត្ថភាពប្រហែលជាងដល់មិនគាត់ឲ្យស្ពៃព្រោះគាត់អង្គុយមកយប់ទល់ភ្លឺអត់តណាទេនៅតែដាក់បានទៀតតែឥឡូវមានអីស្ពៃហើយតែក៏និយាយចុះជួយឡើងអត់ហ៊ានដាក់ចាក់មួយជាងដំដែរទេបែបសង្ស័យអួតទេមើលទៅនិយាយលេងទេបងប្អូនបងប្រុសគាត់ផ្អាកចិត្តមួយឆ្នាំហើយគាត់ផ្អាកដើម្បីសុខភាពគាត់សិនព្រោះមុនដាក់ខ្លាំងពេក Ai khá khá